មួយពីរបីអ្នកញ៉ាត្រូវយកចេញនេះបាទនៅអពុកប្រជុំប្រងហើយមូលហេតុដែលខ្ញុំគណៈសមាភិបបានរៀបចំនៅពិធីបុណ្យអុំទូកអំបុកសំពះព្រះខែនៅទីអារាមវត្តចានេះឡើងជាពិសេសគឺបុណ្យអុំទូកនេះតែម្ដងប៉ុណ្ណេះតាំងពីដើមគឺមានតែពីរទេគឺមានខាងឃុំកំពែងនិងឃុំចាយើងនេះតែម្ដងឃុំចាយើងនេះគឺប្រោះធ្វើនៅទីអារាមវត្តចានេះបាទគឺយើងមានបទពិសោធន៍នៃការធ្វើនេះគឺមានចំនួនរយៈពេល2ឆ្នាំមកហើយអាត្មាសូមចម្រើនពរបញ្ជាក់ពីមូលហេតុដែលអាត្មាបានប្រពធ្វើនៅពិធីបុណ្យអុំទូកនេះឡើងបង្កើតជាបុណ្យអុំទូកនេះឡើងគឺក្នុងគោលបំណងដោយសារនៅស្រុកព្រៃកបាស់យើងនេះអាត្មាសម្លឹងឃើញថាញាតិញោមជាពិសេសតាមទីវត្តអារាមផ្សេងគឺកម្រនឹងបានប្រពធ្វើនៅពិធីបុណ្យអុំទូកនេះណាហើយពិធីបុណ្យអុំទូកនេះគឺជាពិធីមួយដែលជាប្រពៃណីដែលដូនតាយើងបានបន្សល់ទុកមកពីសម័យតាំងពីសម័យអង្គរមកម្ល៉េះប៉ុណ្ណាទូទៅក្នុងការចាត់ចែងចាប់ដើមតាំងតែពីជីកស្រះនេះគឺមានបណ្ដោយ265ម៉ែត្រនិងទទឹង38ម៉ែត្រក្នុងនោះជម្រៅមាន5ម៉ែត្រដោយឡែកចាប់ដើមកសាងស្រះនេះឡើងរហូតទល់នាងនឹងបានជ័យជំនះរៀបចំនឹងការអុំទូកហើយម្យ៉ាងទៀតខ្ញុំបាទជាគណៈកម្មការរួមជាមួយលោកគ្រូចៅអធិការនិងលោកអាចារ្យទាំងអស់គឺចាប់ដៃគ្នាស្រុះស្រួលឯកភាពគ្នាមិនដែលមានកំណត់ទាស់ទាញទេបាទសាធុបណ្ណាអរគុណបងមានសារីបងមានសិទ្ធិជ្រះថ្លាបានឧបត្ថម្ភក្រុមកីឡាករខាងភូមិចាចំនួន50000រៀលសូមអបអរសាទរហើយឥឡូវនេះភូមិចាទទួលវិទ្យាពីបងស្រីទេចង្អៃចំនួន1តដាបាទនិងខ្សែទឹកខាងក្នុងនិងខ្សែទឹកខាងក្រៅខាងស្រែពោបាទស្រែពោនៅខ្សែទឹកខាងក្រៅយើងរងចាំជើងទី2បើសិនជើងទី2ក្រុមចាឈ្នះទៀតគឺឈ្នះយ៉ាងណាឬមួយក៏ក្រុមចាស្មើមកជើងទី2ក៏ឈ្នះដែរណាមានន័យថាប្រពន្ធមុនយើងឈ្នះឲ្យជើងស្មើទៅកន្លែងដែរប៉ុន្តែបើសិនជាក្រុមភូមិតែពោឈ្នះនៅជើងទី2និងអង្គជើងទី3ជើងទៀតអញ្ចឹងសូមកីឡាករភូមិតែពោក៏បានអត់សង្ឃឹមនៅឱកាសមួយជើងនឹងទៀតវាយយ៉ាងក៏ចឹងដែរអញ្ចឹង4ក្រុមហ្នឹងត្រូវជំរុំមួយបាននៅសម្រាប់ជើងទី2បើសិនជាចាយើងនៅឈ្នះមួយជើងទៀតគឺឈ្នះដោយស្វ័យប្រវត្តិជាមួយនឹងខ្សែពោបាទបើសិនជាខ្សែពោឈ្នះវិញនឹងអាចប្រកួតមួយជើងទៀត1 2 3បងប្អូនចាឲ្យតែពងបងប្អូនប្រកបលើគ្នាហើយបងប្អូនប្រកបលើគ្នាហើយចាឲ្យតែពងគេមិនជួលកាយមួយគ្នាចាំនេះជួលកាយមួយគ្នាចាតែពងអញ្ចឹងការអុំទូកនៅគុំចាខ្ញុំបានគឺរៀបចំដោយព្រះចៅអធិការនិងលោកគ្រូអ្នកគ្រូដែលពាក់ព័ន្ធនៅក្នុងគុំចាខ្ញុំបាទអញ្ចឹងការរៀបចំនេះគឺតួនាទីបាទខ្ញុំជាអាជ្ញាធរឃុំនិងជាការឯកភាពទូទាំងមួយឃុំគឺខ្ញុំរៀបចំចំណុចការពារសន្តិសុខនិងដណ្ដប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងគុំចាខ្ញុំបាទអញ្ចឹងការរៀបចំដណ្ដប់ធ្នាប់នៅមានកម្លាំងបញ្ជាការពារខ្ញុំបាទក្នុងគុំចាខ្ញុំមានចំនួន60នាក់អញ្ចឹងប៉ូលីស7នាក់អញ្ចឹងអន្តរាគមទាំងពីរផ្នែកនឹងបានល្អប្រពៃណាស់ក៏ប៉ុន្តែ
ការខ្វះខាតវាមិនចន្លោះតិចតួចប៉ុន្តែពួកខ្ញុំនឹងខិតខំទៅតាមដែលអាចលទ្ធភាពដែលពួកខ្ញុំធ្វើបាននៅណាកុំភ្លេចថ្មីយើងឲ្យសឬក៏ជាប់នៅលើកហើយតែគោលក្នុងដែរចាប់អីយើងថ្ងៃនេះស្មាយរបស់គ្នាហើយស្មាយចិត្តតែជាបងទៅហើយទៅគ្រប់ជើងលោកគណៈកម្មការគណៈទឹកដីលោកពេញមុខណាលោកមានទេអូក្រុមជំនាញរបានជាឆ្លាញ់បាទក្រុមក្រុមแบบមួយទាំងពីរជាដៃរត់បាទថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រណាំងទូករបស់យើងអញ្ចឹងមុននឹងយើងបើកម្មវិធីសូមឲ្យបងប្អូនទាំងទូកទាំងអស់គ្នានិងទូកដៃទូកទាំងអស់និងបងប្អូនទាំងអស់គ្នាឡើងចូលដើម្បីរួមទុកចិត្តនៃប្រជាណាចក្រកម្ពុជាបាទគ្រប់សូមមួយទេវតាព្រះសម្មាសម្ពុទ្ធឲ្យបានរុងរឿងរាជមង្គលសិរីសុខស្ដីយើងយកព្រះអង្គសូមជ្រកក្រោមមុខព្រះបារមីនៃព្រះលើកដីងងសក្ការៈសូមអរគុណបាទសូមជួយអញ្ចឹងបាទខ្ញុំឈ្មោះមកថាជាគណៈកម្មការបច្ចេកទេសប្រណាំងទូកងនៅអារាមវត្តចាក្នុងឆ្នាំនេះទូកសរុបទាំងអស់មាន9ក្រុមទូកមាន7ហើយក្នុងក្រុមមាន13នាក់ហើយប្រណាំងក្នុងលក្ខណៈវិលជុំវាឡើងមកដល់នេះឈ្នះដើម្បីប្រកួតឈ្នះមួយអ្នកគូលើហើយវាឯងបាទល្វីឯងនឹងបាយចាស់បាទគឺទៅជាបាយចាស់នេះអាចគួរមួយជុំទៀតហ្នឹងបើវាឈ្នះអ្នកគូទៀតណាចឹងជើងទី2ណាជើងទី2ត្រែពោនឹងចាជើងទី2ណាសូមជើងចូលកន្លែងខាងចាតែទឹកខាងក្នុងស្រែពោតែទឹកខាងក្រៅវិញម្ដងបាទយើងដូរតែទឹកខាងក្នុងគឺកីឡាករភូមិចានិងខ្សែទឹកខាងក្រៅកីឡាករស្រែពោបាទភូមិចាទទួលលទ្ធផល60,000ហើយចំណាត់ថ្នាក់ទី3គឺចំណាត់ថ្នាក់ទួនក្នុងក្រុមបាន40,000រៀលហើយក្រុមដែលមិនបានចំណាត់ថ្នាក់នោះគឺមួយក្រុម30,000បានចំនួន5ក្រុមបាទនៅក្នុងឆ្នាំនេះព្រះវិទ្យាអង្គទុកនៅអារាមវត្តតាជឿបាទសូមអរគុណពេលនេះសូមគណៈកម្មាធិការជូនរង្វាន់ទី2លេខ1ទៅក្រុមកីឡាករទូកតំណាងមេក្រុមឡើងមកសូមឡើងទៅដល់សាទរមួយបានទេបាទលោកទៅមកមើលយើងលេងអកាទេបាទលោកទៅដល់សាទរមួយទៅដល់សាទរបាទសូមអរគុណសូមបងជ័យផ្លាកលាបនិងបងតាមលើឡើងប្រគល់ទី2ទៅក្រុមកីឡាករទូកបាទសូមក្រុមទីបងបាទទទួលបាទសบายចិត្តអត់សូមទៅដល់សាទរបាទទទួលបាទលោកពីរងបាទជ័យជំនះលោកពីរនេះបងសូមទៅដល់សាទរបាទខ្ញុំនឹងបានទៅទីលោកទៅសូមលោកនៅគុំណាប់ឡើងមកប្រគល់ដល់ក្រុមកីឡាករទូក
នៅក្នុងឆ្នាំនេះកីឡាករគឺកីឡាករនៅក្នុងភូមិរបស់យើងហ្នឹងមាន7ក្រុមបូកទាំងក្រុមកីឡាករអនុជាឡាយវត្តចាយើងហ្នឹងមួយផងហើយកីឡាករចំណូលថ្មីនោះមាន2ក្រុមមកពី VM និងពីមប្រជុំ បាទការទឹកខាងក្នុងគឺខាងស្វាយចៅការទឹកខាងក្រៅខាងរវាអែមមកពីខេត្តកណ្ដាលបាទ 6ក្រុមនៅយើងនេះមានកីឡាករភូមិច័ន្ទមង្គលស្វាយចៅស្រែពោចាភូមិ7ហើយនឹងអនុជាឡាយវត្តចាហើយក្រុមជាងសរុបទាំងអស់គឺកីឡាករសរុបទាំងអស់មាន117នាក់ក្នុង9ក្រុមហ្នឹងបាទធៀបកីឡាករឆ្នាំនេះឆ្នាំមុនគឺខុសគ្នាវាដល់3ទូអញ្ចឹងឆ្នាំទៅមានកីឡាករតែ78នាក់ទេមានតែ6ក្រុមឯឆ្នាំទៅ តែអ្នកនរគ្នាខ្ញុំធ្វើតាមកតិកាខ្ញុំស្គាល់ជារឿងនេះខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយតែបានចូលរួមក្នុងកម្មវិធីអមទូកនៅវត្តចានេះលើកទី3សម្រាប់ខ្ញុំក្រុមកាចរិទ្ធបងជួយទៅតែឯងក៏សពសំបាយគ្នាជួយសម្រាប់បាត់បងខាងក្រុមកាចរិទ្ធតែនៅសាលានៅវត្តចារបស់យើងយកទៅទៅខ្ញុំបានចូលរួមក្នុងពិធីបុណ្យអុំទូកនេះជាលើកទី2ហើយបញ្ញោមដែលមានរត់ទៅឲ្យចាស់ពេលតែមកអញ្ចឹងគេតែអ្នកទាំងអស់គ្នាបានលេងខ្ញុំជួយបានតាមអ្នកទាំងអស់គ្នាផងចឹងដល់ដល់នៅលោកអន្តរវត្តចាយើងនឹងបងអមរាយរៀងរាល់ឆ្នាំលោកគ្រប់ពិធីអុំទូកដែរឲ្យបានដល់ បាទឈ្មោះឲ្យខ្លួនមកហើយជាប្រធានគណៈកម្មការទទួលឲ្យបច្ច័យនៅក្នុងកម្មវិធីហើយបននំទូកហើយបណ្ដែតប្រទីបនិងអស់អំបុកទៅក្នុងទីអារាមវត្តចាហើយបច្ច័យដែលទទួលបាននៅក្នុងរយៈពេល3ថ្ងៃនេះគឺបានជាង9លានរៀលហើយតែចំណាយវិញអស់ដល់ជាង10លានរៀលឃើញថាឆ្នាំនេះយើងបានបច្ច័យតិចតែយើងចំណាយទៅលើចំនួនទូកហើយច្រើនជាងឆ្នាំទៅយើងបានបច្ច័យច្រើនតែចំនួនទូកបានតែមានចំនួនតែ6គូទេតែឆ្នាំនេះយើងដល់9គូហើយសូមបញ្ជាក់ថាបច្ច័យដែលយើងទទួលបានឲ្យមានដំណើរការពិធីបុណ្យអុំទូករយៈពេល3ថ្ងៃនេះនៅក្នុងឆ្នាំនេះគឺការឧបត្ថម្ភធំគឺមានឯកឧត្តមណៅធុនិងលោកជំទាវមេស៊ីថនហើយឯកឧត្តមតាប់អឿនហើយប្រធានគណៈបកប្រជាជនចុះជួយគុំចានិងសហការីឯកឧត្តមឈឹមសារ៉េតនិងលោកជំទាវលក្ខសគុណធារីហើយមួយទៀតគឺលោកស្រីប្លង់កូឡាបនិងលោកអិនកាននិងសពប្រជាជនផ្សេងទៀតហើយនឹងមួយទៀតគឺលោកប៉ែនមើលបាទផងដែរដែលជាអាជីវករនៅផ្សារចា
បាទហើយឆ្នាំនេះយើងបានបច្ច័យគឺតិចជាងឆ្នាំទៅហើយសង្ឃឹមថាឆ្នាំក្រោយៗទៀតហើយសប្បុរសជនដែលចូលរួមនឹងចូលរួមឲ្យបានដោយការឧបត្ថម្ភនឹងឲ្យបានច្រើនហើយឆ្នាំនេះយើងបានប្ររពទៅបានជោគជ័យជាងឆ្នាំទៅមែនក៏ពិតមែនប៉ុន្តែការចំណាយគឺយើងចំណាយច្រើនបាទតែបច្ច័យបានតិចតែសបាយនឹងប្រជាពលរដ្ឋកើនជាងឆ្នាំទៅបាទសូមអរគុណទន្ទឹមនឹងប្រព្រឹត្តទៅបានជោគជ័យនេះផងដែរក៏សមាភិបជាចុងក្រោយហ្នឹងគឺនឹកថ្លែងនៅអំណរអគុណដល់សប្បុរសជនទាំងចិត្តទាំងឆ្ងាយក្នុងនោះមានអាដាមបណ្ឌិតណៅធัวនិងលោកជំទាវព្រមទាំងបុត្រាបុត្រីអាដាមតាប់អឿននិងសហការីដែលចោះជួយនៅខាងឃុំចាយើងនេះនិងសប្បុរសជនដែលជួយបន្តទៀតនោះគឺមានអ្នកស្រីប្លង់បលាបនិងលោកអង្កានព្រមទាំងក្រុមគ្រួសាររួមជាមួយនឹងបងតែម៉ឺនរួមជាមួយនឹងបងខាងខុសក្រុមអធិស្ឋានខាងក្រុមប្រឹក្សាឃុំនៅខាងឃុំចានេះផងនិងមានថ្នាក់ដឹកនាំខាងឃុំខាងសមត្ថកិច្ចព្រមទាំងពុទ្ធបរិស័ទដែលជួយចូលរួមនៅក្នុងកម្មវិធីបុណ្យយើងនេះផងដែរហើយសូមជំរាបពរថាពិធីយើងដែលប្រព្រឹត្តទៅក្នុងឆ្នាំនេះអ្វីត្បិតតែមានប្រជាពុទ្ធបរិស័ទញាតិញោមជួយចូលរួមយ៉ាងច្រើនកកប៉ុន្តែនិយាយពីប្រាក់ចំណូលដែលយើងបាននៅក្នុងពិធីបុណ្យនេះវិញគឺយើងត្រូវចំណាយច្រើនជាងឆ្នាំទៅពីព្រោះឆ្នាំនេះចំណុះទូក៏កើនឡើងច្រើនហើយយើងត្រូវចំណាយរៀបចំពិធីបុណ្យឆ្នាំនេះឲ្យប្លែកជាងឆ្នាំទៅហ្នឹងគឺយើងបានរៀបចំបានស្អាតបានល្អនឹងច្រើនបើចឹងហើយយើងត្រូវចំណាយច្រើនបាទហើយជាចុងបញ្ចប់មកភាពក៏សូមថ្លែងនៅអំណរអគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងទីជិតនិងទីឆ្ងាយប៉ុណ្ណាដែលបានចូលរួមឧបត្ថម្ភហើយសង្ឃឹមថាឆ្នាំក្រោយអាត្មាភាពរួមជាមួយនឹងគណៈកម្មការនិងបងញាតិដែនដីនៅខាងឃុំចាយើងនេះនឹងរៀបចំនៅពិធីបុណ្យអុំទូករបស់យើងនេះឲ្យប្រព្រឹត្តទៅបានកាន់តែប្រសើរជាងនេះបន្តទៀតប៉ុណ្ណេះហើយជូនពរជូនជ័យដល់ក្រុមការងារយើងទាំងអស់ហើយនឹងបងប្អូននៅខាងឃុំចាក៏ដូចជាពលរដ្ឋខ្មែរទាំងមូលសូមបានជោគជ័យនៅក្នុងការងារនិងជៀសឆ្ងាយនៅអន្តរាយទាំងឡាយទាំងពួងដែលកើតមានក៏សូមឲ្យបានសុខសប្បាយគ្រប់គ្នាសូមអនុមោទនាហើយស្វ័យចលនៅតែទៅខាងក្រៅទូកមានឈ្មោះថាភូមិចាមានជ័យបារមីស្រីម៉ៅឥឡូវនេះមកដល់ផុតកងគាត់ទី1ចូលកងគាត់ទី2ហើយទៅហើយវាហើយប្រធានគាត់វាហើយមកវាហើយបងតាចាក៏ដល់ណាមកវាហើយបាត់ហើយក្រុមស្វ័យចលមកនេះបាននេះទេវាហើយមួយចំណាប់ពីលើស្វ័យចលនេះมันបាទតែមានទុកមួយថាពុកចាមានជ័យបារមីស្រីម៉ៅហើយឯតែខាងក្នុងនេះបុរាណដើម្បីក្មេងជំនាន់ក្រោយបានស្គាល់មានជ័យបារមីវត្តចាមានទុកជាក្រុមចាំមិនក៏ហើយពេលថាគូទាំងពីរនេះ
ប្រគៀគ្នាបាទឡើងតែធ្វើយើងចាំមើលមួយជុំទៀតបាទនៅជុំទី2តំតនអាល់ហ្វៃត្រៀមលក្ខណៈខ្ញុំឃើញឯកសារចូលរហូតតែចាបាទដល់តែចិត្តចាប់នោះទៅបាទគណៈកម្មការតើមកបាទគេខ្វះតែបន្តិចទៀតទេបាទគ្រូគាត់ខ្លាំងប៉ុន្តែខ្ញុំពិធីករតែពូចៅតែពូចាញ់តែយ៉ាងនេះបាទខ្ញុំបញ្ជាក់តង់មួយនិយាយឲ្យកម្មពលបាទទីនេះបាទខ្ញុំទៅកម្មពលបាទម្ដងទៀតតែយ៉ាងថាគ្នាông tung hoa ca của chân Trời bắn bát của đi của chân Trời bóng hoa tôm của chân Trời bát đồng lưới của chân Trời rô mò của đâu của chân Trời bát tia của chân Trời chân cả hoa hoa của chânចឹងក្នុងនាមខ្ញុំជាអាជ្ញាធរភូមិឃុំមានមរណភាពមួយដែលត្រេកអរណាស់ចំពោះដែលនិយាយឲ្យខ្លីទៅថាប្រវត្តិសាស្ត្រឃុំចាខ្ញុំបានមិនដែលមានដែលវិធីអុំទូកចឹងទេអញ្ចឹងទៅបាន2ឆ្នាំនេះ2ឆ្នាំទៅមកឆ្នាំនេះអញ្ចឹងឃុំចាខ្ញុំមរណភាពណាស់ចំពោះអាដែងវិធីបុណ្យអុំទូកអអំបុកជាប្រពៃណីរបស់ខ្មែរយើងតាំងពីបរមបុរាណមកអញ្ចឹងពួកខ្ញុំនិងលោកចៅអន្តការនិងគណៈកម្មការវត្តនិងលោកឃុំនិងមេឃុំនិងឯកភាពគ្នាប្រពៃឡើងឲ្យនៅលោក